សួស្តីអ្នកទាំងអស់គ្នា Welcome back មកហើយខានជួបគ្នាមួយឆ្នាំជូនពរសុខសប្បាយទាំងអស់គ្នាណាសូមទោសផងដែលបាត់ខ្លួនមួយរយៈហ្នឹងដោយសារ admin រវល់ធ្វើការហើយឥឡូវហ្នឹងមានពេលតនេអញ្ចឹងហើយគេចង់បញ្ចប់រឿងពូវូយើងគឺរឿងធ្លាក់ក្នុងដងស្នេហ៍បងធំហើយរឿងហ្នឹងចេញដល់វគ្គ2ហើយគេមានដល់តួកូនតួអីទៀតអញ្ចឹងដូច admin ដែររូបឲ្យមើលមិញហ្នឹងណាឥឡូវយើងចាប់ផ្ដើមចូលវគ្គហ្នឹងហ្មងណាដែលពេលហ្នឹងគឺតួប្រុសហើយតួស្រីយើងរឿងទៅទិញដីរបស់តារបស់ជនណោះហើយជនហ្នឹងក៏មានអារម្មណ៍ថាចម្លែកចាភ្នែករេចុះរេឡើងទៅមើលតួស្រីតួប្រុសយើងណាហើយក៏គិតថាក្រែងគេចេញទៅដូចមានកំណត់នឹងគ្នាអញ្ចឹងហើយមិនបានមកវិញធ្វើមុខបែបនេះទៅវិញរបៀបថាពេលចេញទៅហ្នឹងគេចង់កាប់ចាក់ប្តីប្រពន្ធគេហើយប៉ុន្តែមកវិញគេសើចឲ្យខ្ញុំខាងប្រុសយើងស្ញៀងជាងគេហើយក៏និយាយថាលោកយូលុយគួរតែប្រគល់ឲ្យលោកវិញខ្ញុំគិតថាវាល្អហើយដែលដីអាចលក់បានថ្លៃបែបនេះតែអ្នកមានគុណលើជីវិតមានមិនច្រើនទេលើលោកនេះដីនេះខ្ញុំមិនលក់ឲ្យលោកទៀតទេប្រសិនបើលោកចង់ប្តឹងនោះតាចាំអ្នកនេះសុខចិត្តទទួលទោសទៅតាមមុខច្បាប់ទៅចោះតួស្រីយើងហ្នឹងគឺអត់ពេញចិត្តមួយតួប្រុសយើងខឹងមកហើយតួប្រុសយើងគេថាតាអាចគិតម្ដងទៀតបានការពិន័យវាតិចទេទោះចៅលោកតាចង់សងមួយជីវិតមិនអស់ផងជនយើងនឹងក៏និយាយថាទោះយកជីវិតមកសងក៏ខ្ញុំសងលោកបានដែរអញ្ចឹងហើយលោកមិនបាច់ចាប់អារម្មណ៍ទេយកលុយហ្នឹងទៅវិញហើយយើងអត់លក់ដីនេះឲ្យលោកទេយើងឲ្យទៅបងស៊ីនីហើយតាមិនចាំបាច់ទេខ្ញុំចរចាជាមួយលោកស៊ូរួចហើយតួប្រុសគេតអញ្ចឹងខ្ញុំនឹងទិញដីនេះឲ្យលោកតាក៏មិនបាច់សងពីណីអីដែរហើយទាំងអស់គ្នាហ្នឹងជាភាសាគឺជនហើយនឹងតារបស់ជនហ្នឹងភ្ញាក់ផ្អើលមែនតែនទូស្រីហ្នឹងខំដាក់តួប្រុសយើងទៀតហើយតួស្រីយើងថាលោកតាខ្ញុំមកជួយអាជននោះវាគ្រាន់តែជារឿងទុចតាចប៉ុណ្ណោះខ្ញុំមិនចង់ឲ្យលោកតាសងគុណអីនោះទេហើយឲ្យលោកតារងពីណីនោះទេខ្ញុំមិនអាចធ្វើអញ្ចឹងទេនិយាយរួមតួស្រីយើងរៀងនឹងក្តីដែរខ្ញុំនិយាយជាមួយលោកយូហើយនឹងសងដីទៅគាត់ហើយគាត់នឹងឲ្យដីមកខ្ញុំព្រួយមួយគឺបានចាប់ពីអញ្ចឹងហ្មងធ្វើអញ្ចឹងលោកតាហើយនឹងអាជនក៏មិនបាច់ពិបាកដែរហើយលោកតាហ្នឹងក៏និយាយថាល្អពិតជាល្អណាស់មុននេះយើងបាននិយាយគ្នារឿងដីផលកងោកតូចចាប់ចែកបានល្អមែនទូប្រុសយើងគេសរសើរប្រពន្ធគេស័ក្តិសមជាប្រពន្ធល្អរបស់បងមែនហើយក៏គេដល់ពេលញ៉ាំបាយញ៉ាំអីចឹងណាជនយើងហ្នឹងក៏ថាអ្នកមានគុណលោកយូញ៉ាំឲ្យច្រើនទៅកុំក្រែងចិត្តអីហើយជនហ្នឹងក៏គេខំចិត្តថាវិជាការសម័យរបស់ខ្ញុំមែនទេតែគេទាំងពីរដូចចម្លែកដល់ហើយបើពីអ្នករយពុនគេនឹងឆ្កាស់ឆ្កៀគ្នាពេលស៊ីបាយរហូតនឹងស្មាតតោះលោកស៊ូពួកយើងមិនស្គាល់គ្នាមែនទេតែតាំងពីយើងខ្លាចជាដៃគូជំនួញមកពួកយើងត្រូវចេះមើលថែគ្នាទៅវិញទៅមកឲ្យល្អជាងនេះហើយក៏លោកដៃទៅប៉ះផ្លូវគេលោកអើយតួស្រីថាលោកគួរជ្រុលពេកហើយដឹងអីលោកយូតួប្រុសយើងមានណាអាមិញទាន់ដល់ផ្លូវលើទៅប៉ះដល់ផ្លូវគេបដ ாய் ខ្នងគេអីនេះយីហើយអ្នកញ៉ាំបាយជំនួយការបោះតួប្រុសអីហ្នឹងភ្នែកហ្នឹងប៉ិនប្រមាត់អស់ហើយចង់ដឹងរឿងគេហើយគាត់និយាយថាលោកប្រុសស៊ីនីបងមិនស្រួលខ្លួនមែនទេបងមិនអីទេតែដូចជាមានមុខខ្មៅកំពុងតែខំបងយីរុំតួស្រីយើងហ្នឹងក៏ដាក់ទៅវិញអញ្ចឹងណាថាតួប្រុសយើងហ្នឹងគឺជាមុខខ្មៅហើយជនហ្នឹងក៏ថាតែនេះផុតខែវិសាហើយមានមុខដែរហើយតួប្រុសយើងមានធ្វើអីសោចហ្នឹងញ៉ាំបាយឆ្ងាញ់ណាតុនណាតួប្រុសយើងតឲ្យតួស្រីយើងអញ្ចឹងទៀតខូចចុយម៉ែតុនខ្ជូតមែនតែនពេលញ៉ាំបាយញ៉ាំអីហើយក៏ជិះជូនសិនីនឹងមកវិញអញ្ចឹងមកទីក្រុងដល់ពេលទៅក៏និយាយថាដល់ហើយអរគុណឈប់សិនហើយតួប្រុសយើងគេចង់ទៅទិញខ្សែក្បាត់ឲ្យអញ្ចឹងណាអញ្ចឹងយើងជាគូស្នេហ៍នឹងគ្នាមែនទេតួប្រុសក៏សួរតួស្រីមុខចេញឲ្យអៀនផងអីផងអញ្ចឹងបើអូនមិននិយាយទេបងពីណៃអូនមិនខានទេតួស្រីយើងថាយូឈិចពេលនេះខ្ញុំច្បងណាលោកឲ្យពេលខ្ញុំគិតបន្តិចបានអត់ហើយតួប្រុសយើងដល់ពេលឃើញតួស្រីយើងសេតហ្នឹងចង់សេតដែរខ្ញុំគិតថាខ្ញុំមកគិតថាកងោកតូចជាមនុស្សរងមាំណាមុននេះគេយកមកខ្ញុំវាប្រៀបbằngរឿងមិនគួរជឿទៅហើយអញ្ចឹងមិនគួរបង្ខំគេពេកទេអត់បង្ខំគេប៉ុន្តែលោទៅគេរហូតអីក៏និយាយថានៅពេលអូនលួចស្នាមថើបណាហើយអូនត្រូវដឹងពីរបៀបទទួលខុសត្រូវដឹងអត់ហើយទៅតួស្រីយើងធំបានហើយក៏ជេរថាចាស់ក្របីរោគចាស់បងថើបមួយបងនឹងឲ្យអូនចេញពីឡាននេះតួប្រុសគេសុំថើបចឹងមើលយើងតាមដានទៅភាគក្រោយទៀតមើលថាតួប្រុសបានថើបតួស្រីយើងអត់អូខេបាយ